តោះបងប្អូនដែលមានបំណងចង់ទៅលេងព្រិលមិនបាច់ជិះយន្តហោះទៅលេងនៅក្រៅប្រទេសទេបងប្អូននៅភ្នំពេញយើងក៏មានព្រិលធ្លាក់ដែរបងប្អូនហ្នឹងហើយបងប្អូនចង់ទៅលេងអាចទៅលេងបាននិយាយរួមទៅផ្នែកអារម្មណ៍ដូចនៅបរទេសចឹងបងប្អូនហើយក៏មានតកកធ្លាក់ដូចគ្នាបងប្អូនទោះបីជាមិនមែនជាធម្មជាតិតែកាយឆ្នៃមែនតែគាត់ថាដូចបាន 80% ដែរបងប្អូនយើងអត់មានសមត្ថភាពឬក៏អត់មានពេលទៅឬក៏អត់បានទៅនៅក្រៅប្រទេសគឺបងប្អូនអាចសាកទៅនៅទីនោះបានបងប្អូននិយាយរួមទៅសប្បាយទទួលបានភាពរីករាយមិនថាចាស់មិនថាក្មេងទេបងប្អូនផ្លាយអារម្មណ៍សប្បាយមែនទេបងប្អូនកូនខ្ញុំមកគាត់លើកទី1ហើយដែលគាត់បានស្គាល់គាត់ធ្លាប់តែឃើញក្នុងទូរស័ព្ទដៃបងប្អូនហ្នឹងហើយឃើញតែគេផលនេះគឺគាត់បានមកដល់ផ្ទាល់តែម្ដងបងប្អូនអញ្ចឹងហើយគឺបងប្អូនឃើញសកម្មភាពកូនខ្ញុំទៅបងប្អូនអូយសប្បាយរីករាយណាស់និយាយរួមទៅគាត់លេងដោយអត់តិចអញ្ចឹងបងប្អូនដោយសារតែគាត់រំភើបគាត់រីករាយអញ្ចឹងហើយអារម្មណ៍ដែលតិចហ្នឹងគឺបាត់បង់អស់ហើយបងប្អូនដឹងតែពីសប្បាយទេហើយខ្ញុំណាគឺអត់សូវទាន់លេងទេបងប្អូនដោយសារតែខ្ញុំចូលចិត្តថតរូបភាពដិតយកវីដេអូចែកជូនឲ្យបងប្អូនមើលទស្សនាទាំងអស់គ្នាបងប្អូនដែលអត់ដែរបានដឹងអត់ដែរបានឃើញបងប្អូនមើលវីដេអូនេះទៅបងប្អូននឹងដឹងហើយបងប្អូនចង់សាកគឺអាចមកបានបងប្អូននៅភ្នំពេញយើងទេនៅបឹងកក់បងប្អូនហ្នឹងហើយបងប្អូនមកបឹងកក់មកគឺឃើញបងប្អូនគេដាក់ថាណាចាក់ទឹកកកបងប្អូនហ្នឹងហើយខ្ញុំណាគឺមុននឹងទៅលេងកន្លែងស្លាយគេលំអិលចុះមកក្រោមនោះខ្ញុំនៅដើរថតពីខាងក្រោមនេះអស់សិនបងប្អូននិយាយរួមទៅខ្ញុំថតហ្នឹងក៏អត់ទាន់អស់ទេណាបងប្អូនខ្ញុំអត់បានចូលសពពលកលៀនទេសារតែពេលហ្នឹងវាតិចពេកហើយណាមួយទៀតខ្ញុំអត់បានយកស្រោមដៃទៅបងប្អូនខ្ញុំទិញស្រោមដៃគឺទិញអត់គ្រប់គ្នា6នាក់ខ្ញុំទិញតែ4គូអញ្ចឹងហើយអត់ខ្ញុំហើយប្តីខ្ញុំអញ្ចឹងក៏ខ្ញុំឲ្យស្រោមដៃទៅបងប្អូននេះនឹងកូនខ្ញុំទៅហើយខ្ញុំណាគឺតិចចុងដៃពេកអញ្ចឹងហើយកាន់កាមេរ៉ាកាន់ទូរស័ព្ទអត់សូវបានច្រើនទេបងប្អូនហើយលក្ខណៈថាកាន់ទៅវារៀងញ័រដៃបងប្អូនពេលថតទៅរៀងគៀងកើបងប្អូនមើលវីដេអូខ្ញុំដឹងហើយបងប្អូនអញ្ចឹងហើយគឺខ្ញុំអត់បានថតសពទេបងប្អូនអើយបានត្រួសទេហើយកន្លែងដែលខ្ញុំទៅហ្នឹងបងប្អូនគឺនៅកន្លែងបឹងកក់ហ្នឹងអត់សូវធំដូចនៅអ៊ីអនទេបងប្អូនតែដោយសារចៃដនអ៊ីអនគេបិទដែរបងប្អូនថ្ងៃដែលខ្ញុំទៅហ្នឹងគឺគេបិទល្មមបងប្អូនហើយអញ្ចឹងហើយទៅអត់ទាន់ពេលវេលាទេដឹងថាគេបិទដែរតែគាត់ថាគេថាចុងខែដល់ពេលខ្ញុំទៅហ្នឹងគឺថ្ងៃទី22បងប្អូនហើយនៅតែអត់ទាន់ទេបងប្អូនទៅសួរគេថាគេរើចេញអស់ហើយបងប្អូនអញ្ចឹងហើយក៏អត់បានចូលក៏មកកន្លែងថ្មីនេះគ្រាន់តែកន្លែងថ្មីនេះគឺតូចជាងនៅអ៊ីអនបើអ៊ីអនធំខ្លាំងជាងនៅនេះអញ្ចឹងហើយយើងអត់បានចូលកន្លែងធំហ្នឹងហើយគ្រាន់តែកន្លែងតូចហ្នឹងក៏ចូលអត់សោះផងបងប្អូនហើយចង់ចូលកន្លែងធំតែគាត់ថាយើងចង់បានអ្វីដែលប្លែកដ៏អស្ចារ្យជាងនេះអញ្ចឹងណាបងប្អូនតែសម្រាប់ខ្ញុំគឺកូនខ្ញុំគឺអស្ចារ្យហើយបងប្អូនអើយខ្ញុំមិនដែលឃើញមិនដែលជួបទេនិយាយរួមទៅអ្នកច្នៃប្រឌិតអ្នក design ហ្នឹងពិតជាគំនិតដ៏អស្ចារ្យមែនតើបងប្អូនចេះច្នៃចេះធ្វើបងប្អូនហើយកូនខ្ញុំឥឡូវនេះក៏ទៅដែរបងប្អូនហើយតែខ្ញុំអត់មានពេលជូនគាត់ទៅទេចាំមើលយូរតិចទៀតបើសិនជាគាត់ធ្វើអីឲ្យខ្ញុំរំភើបឬក៏សប្បាយចិត្តអីមួយខ្ញុំនឹងជូនគាត់ទៅដល់ជាកាដូឲ្យគាត់បងប្អូននិយាយរួមទៅធ្វើជាម៉ាក់ជាប៉ាគេបងប្អូនគ្មានអីសប្បាយចិត្តជាងកូនសប្បាយរីករាយទេបងប្អូនកូនមានសុខភាពល្អកូនមានក្តីសុខមានស្នាមញញឹមហើយគាត់ចង់ទៅដើរលេងគឺតែងតែបំពេញបំណងពួកគាត់ហើយបងប្អូនតែគាត់ថាមិនមែនចេះតែគាត់ទាចេះតែទៅទេបងប្អូនតើតែគាត់ធ្វើអីឲ្យយើងមួយបានល្អអញ្ចឹងបាននាំគាត់ទៅបងប្អូនហើយណាមួយទៀតខ្ញុំគិតថាកូនខ្ញុំនៅតូចអញ្ចឹងហើយខ្ញុំនាំពួកគាត់ទៅដើរលេងឬក៏យើងសាងអនុស្សាវរីយ៍ជាលក្ខណៈគ្រួសារអញ្ចឹងណាបងប្អូនតែតិចទៀតកូនយើងធំអស់គឺគេលែងដើរជាមួយហើយយើងសាងអនុស្សាវរីយ៍ពេលកូននៅតូចហើយទៅហើយកូនខ្ញុំមកបងប្អូនអត់សូវចូលចិត្តថតទេនិយាយរួមទៅខ្ញុំថតវីដេអូអញ្ចឹងបានជាប់គាត់ហើយតែបើថារូបស្លាកគឺមិនសូវងាយថតទេបងប្អូនអញ្ចឹងគឺខ្ញុំចូលចិត្តថតវីដេអូទុកអញ្ចឹងណាបងប្អូនហើយនៅលើ Facebook អញ្ចឹងទៅបងប្អូនដើម្បីយើងរក្សា